ក្រសួងការពារជាតិកម្ពុជាអះអាងថានៅថ្ងៃពុធនេះកងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នឹងបាញ់កាំភ្លើងគ្រប់ប្រភេទមកលើខេត្តចំនួន5នៃយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5របស់កម្ពុជាក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះថានៅវេលាម៉ោង 9:45 នាទីព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះកងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើភូមិសាស្ត្រឃុំអូ3ជាន់និងភូមិសាស្ត្រប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យនិងតំបន់ប្រាសាទតាមាន់ធំនិងក្រុងសំរោងក្នុងខេត្តឧត្តរមានជ័យខណៈខេត្តព្រះវិហារក៏ត្រូវយន្តហោះថៃទម្លាក់គ្រាប់3ដែរគឺនៅតំបន់មុំ3អានសេះភ្នំខ្មោចនិងប្រាសាទព្រះវិហារប្រពន្ធដដែលអះអាងថាក្រៅពីយន្តហោះចម្បាំងទាហានថៃក៏បានប្រើនៅកាំភ្លើងធំនិងផ្សែងពុលបាញ់មកលើកម្ពុជាថែមទៀតខណៈការវាយប្រហារនេះមានចំនួនសរុប11លើកចាប់តាំងពីវេលាម៉ោង 5:20 នាទីព្រឹករហូតដល់ម៉ោង 2:22 នាទីថ្ងៃពុធនេះដូចជានៅក្នុងតំបន់ប្រាសាទតាមាន់ច្រកអានសេះប្រាសាទខ្នាប្រាសាទតាក្របីតាថាវថ្មដូនបោះស្បូវជាំតែមុំ3ប្រាសាទព្រះវិហារវាលឥន្ទ្រីនិងចំការជែកដែលទីតាំងទាំងនេះស្ថិតនៅក្នុងខេត្តព្រះវិហារចំណែកឯនៅខេត្តពោធិ៍សាត់ក៏ត្រូវបានកងទ័ពថៃបាញ់ប្រហារចំនួន2លើកដែរនៅវេលាម៉ោង 9:01 នាទីព្រឹកដោយបាញ់កាំភ្លើងដេកាចំនួន2គ្រាប់និងប្រើដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ខណៈខេត្តបាត់ដំបងក៏ត្រូវរងនឹងការវាយប្រហារចំនួន2លើកដែរដោយការបាញ់កាំភ្លើងត្បាល់100 មីលីម៉ែត្រនិង105 មីលីម៉ែត្រចំនួន5គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំចក្រីស្រុកភ្នំព្រឹកនិងចល័តចូលឃុំតាស្ដាស្រុកសំពៅលូនក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថាសកម្មភាពវាយប្រហារដកកំរោលពីសំណាក់កងទ័ពថៃទាំងគោលដៅយោធានិងជនសិវិលកម្ពុជាជាបន្តបន្ទាប់នេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរខណៈកងកម្លាំងកម្ពុជាបានតស៊ូប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាននិងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាការវាយប្រហារពីសំណាក់កងទ័ពថៃលើកម្ពុជានៅពេលនេះធ្វើឡើងមានរយៈពេល3ថ្ងៃហើយខណៈកម្ពុជាបានប្រើសិទ្ធិការពារខ្លួនចាប់ពីល្ងាចថ្ងៃច័ន្ទមកកាសែតថៃខៅសុតបានស្រង់សម្ដីកងទ័ពភូមិន្ទថៃនៅថ្ងៃនេះថានៅថ្ងៃទី10ខែធ្នូនេះប្រតិបត្តិការការពារអធិបតេយ្យភាពរបស់ប្រទេសថៃតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី7ខែធ្នូមកនោះកងទ័ពថៃបានបំពេញភារកិច្ចដោយកិត្តិយសក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនកាសែតថៃដដែលនេះបញ្ជាក់ថាចំណែកកងទ័ពអាកាសថៃបានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតរបស់កម្ពុជាដែលបានអះអាងថានៅថ្ងៃពុធនេះយន្តហោះ F-16 របស់ថៃបានហោះកាត់ដែនអាកាសនៃដែនអធិបតេយ្យរបស់កម្ពុជាក្នុងតំបន់ប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យនោះជុំវិញបញ្ហានេះកាសែត Bloomberg របស់អាមេរិកបានរាយការណ៍នៅថ្ងៃនេះថាប្រធានាធិបតីអាមេរិកលោក Donald Trump ក្រុងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនឹងបេក្ខនាកម្ពុជានិងថៃដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរអំពីចំនួនព្រំដែនរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងសារជាថ្មីមកនេះថ្លែងនៅឯព្រឹត្តិការណ៍មួយនៅក្នុងរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារទី9ខែធ្នូម្សិលមិញប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះលោកនឹងទូរស័ព្ទទៅពិភាក្សាជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរដើម្បីបញ្ឈប់សង្គ្រាមដ៏ក្តៅគគុកនាពេលនេះយ៉ាងណាក៏ដោយកាសែតថៃ Inquirer បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃលោក Nikon Dech Balangkura នៅមុននេះថាថៃមិនទាន់ទទួលបានការហៅទូរស័ព្ទពីប្រធានាធិបតីអាមេរិកលោក Donald Trump នៅឡើយទេជុំវិញបញ្ហានេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim សរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃនេះថាកាលពីយប់ថ្ងៃទី9ខែធ្នូលោកបានជជែកតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដើម្បីពិភាក្សាអំពីភាពចលាចលដែលកំពុងតែកើតមានឡើងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរប៉ុន្តែដំណោះស្រាយពេញលេញមិនទាន់ត្រូវបានសម្រេចនៅឡើយទេលោក Anwar Ibrahim បញ្ជាក់ថាម៉ាឡេស៊ីនឹងបន្តគាំទ្រកិច្ចសន្ទនាប្រកបដោយសន្តិភាពអំពីដំណោះស្រាយដោយផ្អែកទៅលើច្បាប់អន្តរជាតិនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារស្ថិរភាពនិងសន្តិសុខនៃតំបន់